វជាអ្វីហេតុអ្វីត្រូវបិទវហេតុអ្វីមិនគួរបិទវឬ Voice of America គឺជាសេវាកម្មផ្សព្វផ្សាយអន្តរជាតិរបស់សហរដ្ឋអាមេរិកវាត្រូវបានបង្កើតឡើងក្នុងឆ្នាំ1942ដើម្បីផ្សព្វផ្សាយព័ត៌មាននិងព័ត៌មានអំពីសហរដ្ឋអាមេរិកទៅកាន់ប្រទេសផ្សេងជាពិសេសក្នុងអំឡុងសង្គ្រាមលោកលើកទី2គោលបំណងចម្បងរបស់ Voice គឺដើម្បីផ្សព្វផ្សាយព័ត៌មានដែលគ្មានភាពលំអៀងនិងជាក់ស្ដែងដើម្បីលើកកម្ពស់ការយល់ដឹងអំពីសហរដ្ឋអាមេរិកនិងតម្លៃប្រជាធិបតេយ្យ Voice បានចាប់ផ្ដើមផ្សាយជាភាសាអាល្លឺម៉ង់ដោយមានប្រយោគស្លោកដ៏ល្បីល្បាញថាប្រធានបទរបស់យើងគឺសហរដ្ឋអាមេរិកនិងសង្គ្រាមព័ត៌មានអាចមានភាពយឺតយ៉ាវប៉ុន្តែវានឹងជាការពិតក្រោយសង្គ្រាមវបានបន្តដំណើរការជាឧបករណ៍សំខាន់នៃការផ្សព្វផ្សាយអន្តរជាតិជាពិសេសក្នុងសង្គ្រាមត្រជាក់ដែលវាបានផ្សាយព័ត៌មានទៅកាន់ប្រទេសដែលស្ថិតនៅក្រោមឥទ្ធិពលកុម្មុយនីសក្នុងអំឡុងពេលនេះវបានពង្រីកកម្មវិធីរបស់ខ្លួនទៅជាច្រើនភាសានិងបានក្លាយជាសម្លេងសំខាន់មួយក្នុងការលើកកម្ពស់តម្លៃប្រជាធិបតេយ្យនិងសេរីភាពលក្ខណៈសំខាន់របស់គោលបំណងមានគោលបំណងចម្បងដើម្បីផ្សព្វផ្សាយព័ត៌មានដែលគ្មានភាពលំអៀងនិងជាក់ស្ដែងដើម្បីលើកកម្ពស់ការយល់ដឹងអំពីសហរដ្ឋអាមេរិកនិងឡៃប្រជាធិបតេយ្យភាសាផ្សាយកម្មវិធីជាច្រើនភាសារួមមានភាសាអង់គ្លេសភាសាចិនភាសាអារ៉ាប់ភាសារុស្ស៊ីនិងភាសាផ្សេងទៀតនេះធ្វើឲ្យវាអាចឈានដល់ទៅកាន់ទស្សនិកជនជុំវិញពិភពលោកឯករាជ្យភាពទោះបីជាគឺជាផ្នែកមួយនៃរដ្ឋាភិបាលសហរដ្ឋអាមេរិកក៏ដោយវាត្រូវបានគ្រប់គ្រងដោយឯករាជ្យភាពអ្នកកាសែតដើម្បីធានាថាព័ត៌មានរបស់វាគ្មានភាពលំអៀងការផ្សាយផ្សាយកម្មវិធីតាមវិទ្យុទូរទស្សន៍និងអ៊ីនធឺណិតវាក៏មានកម្មវិធីពិសេសសម្រាប់អ្នកដែលរស់នៅក្នុងតំបន់ដែលមានការរឹតបន្តឹងសេរីភាពសារព័ត៌មានឥទ្ធិពលត្រូវបានគេស្គាល់ថាជាសម្លេងសំខាន់មួយក្នុងការផ្សព្វផ្សាយព័ត៌មានអំពីសហរដ្ឋអាមេរិកនិងតម្លៃប្រជាធិបតេយ្យឲ្យទៅកាន់ប្រទេសដែលមានការរឹតបន្តឹងសេរីភាពសារព័ត៌មានប្រវត្តិសាស្ត្រមានប្រវត្តិសាស្ត្រយូរលង់ក្នុងការផ្សព្វផ្សាយព័ត៌មានអំពីសហរដ្ឋអាមេរិកនិងការលើកកម្ពស់តម្លៃប្រជាធិបតេយ្យជាពិសេសក្នុងសង្គ្រាមត្រជាក់សរុបមកគឺជាសេវាកម្មផ្សព្វផ្សាយដែលមានប្រវត្តិយូរលង់និងមានឥទ្ធិពលខ្លាំងក្នុងការផ្សព្វផ្សាយព័ត៌មានដោយគ្មានភាពលំអៀងនិងលើកកម្ពស់តម្លៃប្រជាធិបតេយ្យឲ្យទៅកាន់ទស្សនិកជនជុំវិញពិភពលោកលំអិតពីលំអិតអំពី Voice of America Voice of America គឺជាសេវាកម្មផ្សព្វផ្សាយអន្តរជាតិរបស់សហរដ្ឋអាមេរិកដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ1942វាត្រូវបានគ្រប់គ្រងដោយ Agency for Global Media USAGM ដែលជាស្ថាប័នរដ្ឋាភិបាលសហរដ្ឋអាមេរិកផ្សាយកម្មវិធីជាច្រើនភាសានិងមានទស្សនិកជនជុំវិញពិភពលោកប្រវត្តិរបស់ការបង្កើត1942ត្រូវបានបង្កើតឡើងក្នុងអំឡុងសង្គ្រាមលោកលើកទី2ដើម្បីផ្សព្វផ្សាយព័ត៌មានអំពីសហរដ្ឋអាមេរិកនិងសង្គ្រាមទៅកាន់ប្រទេសដែលស្ថិតនៅក្រោមឥទ្ធិពលអាល្លឺម៉ង់និងជប៉ុនការផ្សាយដំបូងគឺជាភាសាអាល្លឺម៉ង់ដោយមានប្រយោគស្លោកដ៏ល្បីល្បាញថាប្រធានបទរបស់យើងគឺសហរដ្ឋអាមេរិកនិងសង្គ្រាមព័ត៌មានអាចមានភាពយឺតយ៉ាវប៉ុន្តែវានឹងជាការពិតសង្គ្រាមត្រជាក់1947-1991បានក្លាយជាឧបករណ៍សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្សព្វផ្សាយកុម្មុយនីសដោយផ្សាយព័ត៌មានទៅកាន់ប្រទេសដែលស្ថិតនៅក្រោមឥទ្ធិពលសូវៀតវាបានពង្រីកកម្មវិធីជាច្រើនភាសារួមមានភាសារុស្ស៊ីភាសាចិននិងភាសាអារ៉ាប់សម័យទំនើប1991បច្ចុប្បន្នក្រោយសង្គ្រាមត្រជាក់បានបន្តដំណើរការជាសេវាកម្មផ្សព្វផ្សាយអន្តរជាតិដោយផ្ដោតលើការផ្សព្វផ្សាយព័ត៌មានដែលគ្មានភាពលំអៀងនិងលើកកម្ពស់តម្លៃប្រជាធិបតេយ្យវាបានពង្រីកការផ្សាយតាមអ៊ីនធឺណិតនិងប្រព័ន្ធផ្សព្វផ្សាយសង្គមលក្ខណៈសំខាន់របស់គោលបំណងផ្សព្វផ្សាយព័ត៌មានដែលគ្មានភាពលំអៀងនិងជាក់ស្ដែងលើកកម្ពស់ការយល់ដឹងអំពីសហរដ្ឋអាមេរិកនិងតម្លៃប្រជាធិបតេយ្យភាសាផ្សាយកម្មវិធីជាង40ភាសារួមមានភាសាអង់គ្លេសភាសាចិនភាសាអារ៉ាប់ភាសារុស្ស៊ីភាសាបារាំងភាសាអេស្ប៉ាញនិងភាសាផ្សេងទៀតវាអាចឈានដល់ទៅកាន់ទស្សនិកជនជុំវិញពិភពលោកឯករាជ្យភាពទោះបីជាគឺជាផ្នែកមួយនៃរដ្ឋាភិបាលសហរដ្ឋអាមេរិកក៏ដោយវាត្រូវបានគ្រប់គ្រងដោយឯករាជ្យភាពអ្នកកាសែតវាមានគោលការណ៍ថាត្រូវតែផ្សព្វផ្សាយព័ត៌មានដោយយុត្តិធម៌និងគ្មានភាពលំអៀងការផ្សាយផ្សាយតាមវិទ្យុទូរទស្សន៍អ៊ីនធឺណិតនិងប្រព័ន្ធផ្សព្វផ្សាយសង្គមវាមានកម្មវិធីពិសេសសម្រាប់អ្នកដែលរស់នៅក្នុងតំបន់ដែលមានការរឹតបន្តឹងសេរីភាពសារព័ត៌មានឥទ្ធិពលត្រូវបានគេស្គាល់ថាជាសម្លេងសំខាន់មួយក្នុងការផ្សព្វផ្សាយព័ត៌មានអំពីសហរដ្ឋអាមេរិកនិងតម្លៃប្រជាធិបតេយ្យឲ្យទៅកាន់ប្រទេសដែលមានការរឹតបន្តឹងសេរីភាពសារព័ត៌មានប្រវត្តិសាស្ត្រមានប្រវត្តិសាស្ត្រយូរលង់ក្នុងការផ្សព្វផ្សាយព័ត៌មានអំពីសហរដ្ឋអាមេរិកនិងការលើកកម្ពស់តម្លៃប្រជាធិបតេយ្យជាពិសេសក្នុងសង្គ្រាមត្រជាក់ការរិះគន់និងឧបសគ្គការរិះគន់ត្រូវបានរិះគន់ថាមានភាពលំអៀង
ឬជាឧបករណ៍ផ្សព្វផ្សាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកការបិទក្នុងឆ្នាំ2020អាជ្ញាធររបស់ Trump បានព្យាយាមធ្វើការផ្លាស់ប្ដូរនៅ Vo ដោយសារការរិះគន់ថាវាមិនគាំទ្រគោលនយោបាយរបស់គាត់ទោះជាយ៉ាងណាក្រោយពី Biden ឡើងកាន់តំណែងការគ្រប់គ្រងរបស់ Vo ត្រូវបានស្ដារឡើងវិញសរុប Vo គឺជាសេវាកម្មផ្សព្វផ្សាយដែលមានប្រវត្តិយូរលង់និងមានឥទ្ធិពលខ្លាំងក្នុងការផ្សព្វផ្សាយព័ត៌មានដោយគ្មានភាពលំអៀងនិងលើកកម្ពស់តម្លៃប្រជាធិបតេយ្យឲ្យទៅកាន់ទស្សនិកជនជុំវិញពិភពលោកវាបន្តដំណើរការជាសម្លេងសំខាន់មួយក្នុងការផ្សព្វផ្សាយព័ត៌មានអន្តរជាតិតើគួរបិទ Vo ទេហេតុអ្វីការសម្រេចថាតើគួរបិទ Voice of America Vo ឬអត់គឺជាប្រធានបទដែលមានភាពស្មុគស្មាញនិងអាចបែងចែកយោបល់ការសម្រេចនេះអាស្រ័យលើកត្តាជាច្រើនរួមមានតម្លៃប្រជាធិបតេយ្យសេរីភាពសារព័ត៌មាននិងគោលនយោបាយរបស់រដ្ឋាភិបាលខាងក្រោមនេះគឺជាកត្តាមួយចំនួនដែលគួរពិចារណាហេតុផលគួរបិទ Vo ការរិះគន់ថាមានភាពលំអៀងអ្នករិះគន់ខ្លះអះអាងថា Vo មានភាពលំអៀងអំពីសហរដ្ឋអាមេរិកឬថាវាជាឧបករណ៍ផ្សព្វផ្សាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកឧទាហរណ៍ក្នុងឆ្នាំ2020អាជ្ញាធររបស់ Trump បានរិះគន់ Vo ថាមិនគាំទ្រគោលនយោបាយរបស់គាត់ការចំណាយថវិកា Vo ត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកហើយត្រូវការថវិកាច្រើនដើម្បីដំណើរការអ្នករិះគន់ខ្លះស្នើថាថវិកានេះអាចត្រូវបានយកមកប្រើប្រាស់សម្រាប់គោលបំណងផ្សេងទៀតការប្រកួតប្រជែងជាមួយសេវាកម្មផ្សព្វផ្សាយឯកជនក្នុងសម័យទំនើបមានសេវាកម្មផ្សព្វផ្សាយឯកជនជាច្រើនដែលផ្សព្វផ្សាយព័ត៌មានអន្តរជាតិអ្នកខ្លះយល់ថា Vo មិនចាំបាច់ទៀតទេព្រោះមានជម្រើសផ្សេងជាច្រើនហេតុផលមិនគួរបិទ Vo តម្លៃប្រជាធិបតេយ្យនិងសេរីភាពសារព័ត៌មាន Vo ត្រូវបានគេស្គាល់ថាជាសម្លេងសំខាន់មួយក្នុងការផ្សព្វផ្សាយព័ត៌មានដែលគ្មានភាពលំអៀងនិងលើកកម្ពស់តម្លៃប្រជាធិបតេយ្យវាជាប្រភពព័ត៌មានសំខាន់សម្រាប់ប្រជាជននៅក្នុងប្រទេសដែលមានការរឹតបន្តឹងសេរីភាពសារព័ត៌មានឥទ្ធិពលអន្តរជាតិ Vo ជាឧបករណ៍សំខាន់មួយក្នុងការលើកកម្ពស់ឥទ្ធិពលរបស់សហរដ្ឋអាមេរិកនៅលើឆាកអន្តរជាតិវាផ្សព្វផ្សាយព័ត៌មានអំពីសហរដ្ឋអាមេរិកនិងតម្លៃប្រជាធិបតេយ្យឲ្យទៅកាន់ប្រទេសដែលមានការរឹតបន្តឹងសេរីភាពសារព័ត៌មានឯករាជ្យភាពទោះបីជា Vo គឺជាផ្នែកមួយនៃរដ្ឋាភិបាលសហរដ្ឋអាមេរិកក៏ដោយវាត្រូវបានគ្រប់គ្រងដោយឯករាជ្យភាពអ្នកកាសែតវាមានគោលការណ៍ថាត្រូវតែផ្សព្វផ្សាយព័ត៌មានដោយយុត្តិធម៌និងគ្មានភាពលំអៀងប្រវត្តិសាស្ត្រនិងភាពជាអ្នកដឹកនាំ Vo មានប្រវត្តិសាស្ត្រយូរលង់ក្នុងការផ្សព្វផ្សាយព័ត៌មានអំពីសហរដ្ឋអាមេរិកនិងការលើកកម្ពស់តម្លៃប្រជាធិបតេយ្យវាជាសម្លេងសំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្សព្វផ្សាយប្រឆាំងប្រជាធិបតេយ្យសរុបការសម្រេចថាតើគួរបិទ Vo ឬអត់គឺអាស្រ័យលើកត្តាជាច្រើនប្រសិនបើគោលបំណងគឺដើម្បីកាត់បន្ថយថវិកាឬជំនួស Vo ដោយសេវាកម្មផ្សព្វផ្សាយឯកជនវាអាចមានហេតុផលទោះជាយ៉ាងណាប្រសិនបើគោលបំណងគឺរក្សាតម្លៃប្រជាធិបតេយ្យនិងសេរីភាពសារព័ត៌មានការបិទ Voអាចមានផលប៉ះពាល់អវិជ្ជមានដល់ឥទ្ធិពលរបស់សហរដ្ឋអាមេរិកនៅលើឆាកអន្តរជាតិដូច្នេះការពិចារណាយ៉ាងហ្មត់ចត់គឺចាំបាច់ហេតុអ្វីមិនគួរបិទ Vo ការសម្រេចថាតើគួរបិទ Voice of America Vo ឬអត់គឺជាប្រធានបទដែលមានភាពស្មុគស្មាញនិងអាចបែងចែកយោបល់ទោះជាយ៉ាងណាមានហេតុផលជាច្រើនដែលបង្ហាញថាមិនគួរបិទ Vo ព្រោះវាមានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានដែលគ្មានភាពលំអៀងនិងលើកកម្ពស់តម្លៃប្រជាធិបតេយ្យខាងក្រោមនេះគឺជាហេតុផលសំខាន់ដែលមិនគួរបិទ Vo 1 Vo ជាសម្លេងសេរីភាពសារព័ត៌មាន Vo ផ្ដល់ព័ត៌មានដែលគ្មានភាពលំអៀងនិងជាក់ស្ដែងទៅកាន់ប្រជាជននៅក្នុងប្រទេសដែលមានការរឹតបន្តឹងសេរីភាពសារព័ត៌មានវាជាប្រភពព័ត៌មានសំខាន់សម្រាប់អ្នកដែលរស់នៅក្នុងប្រទេសដែលមានការគ្រប់គ្រងព័ត៌មានយ៉ាងតឹងរ៉ឹងពីលើកកម្ពស់តម្លៃប្រជាធិបតេយ្យ Vo ជាឧបករណ៍សំខាន់ក្នុងការលើកកម្ពស់តម្លៃប្រជាធិបតេយ្យនិងសិទ្ធិមនុស្សទៅកាន់ប្រជាជនជុំវិញពិភពលោកវាផ្សព្វផ្សាយព័ត៌មានអំពីសហរដ្ឋអាមេរិកនិងតម្លៃប្រជាធិបតេយ្យដែលអាចជួយលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន3ឥទ្ធិពលអន្តរជាតិរបស់សហរដ្ឋអាមេរិក Vo ជាឧបករណ៍សំខាន់មួយក្នុងការលើកកម្ពស់ឥទ្ធិពលរបស់សហរដ្ឋអាមេរិកនៅលើឆាកអន្តរជាតិវាជួយផ្សព្វផ្សាយព័ត៌មានអំពីសហរដ្ឋអាមេរិកនិងតម្លៃប្រជាធិបតេយ្យឲ្យទៅកាន់ប្រទេសដែលមានការរឹតបន្តឹងសេរីភាពសារព័ត៌មានឯករាជ្យភាពនិងគ្មានភាពលំអៀងទោះបីជា Vo គឺជាផ្នែកមួយនៃរដ្ឋាភិបាលសហរដ្ឋអាមេរិកក៏ដោយវាត្រូវបានគ្រប់គ្រងដោយឯករាជ្យភាពអ្នកកាសែតវាមានគោលការណ៍ថាត្រូវតែផ្សព្វផ្សាយព័ត៌មានដោយយុត្តិធម៌និងគ្មានភាពលំអៀងប្រវត្តិសាស្ត្រនិងភាពជាអ្នកដឹកនាំ Vo មានប្រវត្តិសាស្ត្រយូរលង់ក្នុងការផ្សព្វផ្សាយព័ត៌មានអំពីសហរដ្ឋអាមេរិកនិងការលើកកម្ពស់តម្លៃប្រជាធិបតេយ្យវាជាសម្លេងសំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្សព្វផ្សាយប្រឆាំងប្រជាធិបតេយ្យ6ការផ្សព្វផ្សាយព័ត៌មានដែលគ្មានភាពលំអៀង Vo ត្រូវបានគេស្គាល់ថាជាសេវាកម្មផ្សព្វផ្សាយដែលផ្ដល់ព័ត៌មានដោយគ្មានភាពលំអៀងនិងជាក់ស្ដែងវាជាប្រភពព័ត៌មានសំខាន់សម្រាប់ប្រជាជនជុំវិញពិភពលោក7
ការពង្រីកការផ្សាយតាមបច្ចេកវិទ្យាទំនើប VO បានពង្រីកការផ្សាយតាមអ៊ីនធឺណិតនិងប្រព័ន្ធផ្សព្វផ្សាយសង្គមដែលជួយឲ្យវាឈានដល់ទៅកាន់ទស្សនិកជនក្មេងនិងអ្នកប្រើប្រាស់បច្ចេកវិទ្យាការបង្កើតកម្មវិធី Digital ដូចជា Podcast, Videos និងកម្មវិធីផ្សេងអាចជួយឲ្យ VO ទាក់ទាញទស្សនិកជនជាច្រើនបាន 8 ការប្រកួតប្រជែងជាមួយសេវាកម្មផ្សព្វផ្សាយឯកជន VO បានបង្កើតភាពខុសគ្នាពីសេវាកម្មផ្សព្វផ្សាយឯកជនដោយផ្ដោតលើគុណភាពនិងភាពជាក់ស្ដែងនៃព័ត៌មានវាបន្តច្នៃប្រឌិតក្នុងការផ្សព្វផ្សាយព័ត៌មានដើម្បីទាក់ទាញទស្សនិកជនសរុបការបិទ VO អាចមានផលប៉ះពាល់អវិជ្ជមានដល់ការផ្សព្វផ្សាយព័ត៌មានដែលគ្មានភាពលំអៀងនិងការលើកកម្ពស់តម្លៃប្រជាធិបតេយ្យដូច្នេះការរក្សា VO គឺជាការសម្រេចចិត្តដ៏សំខាន់មួយដើម្បីធានាថាប្រជាជនជុំវិញពិភពលោកមានឱកាសទទួលបានព័ត៌មានដែលជាក់ស្ដែងនិងគ្មានភាពលំអៀងតើគួរធ្វើយ៉ាងណាដើម្បីឲ្យ VO អាចដំណើរការជាបន្តទៀតបានដើម្បីបម្រើពិភពលោកដើម្បីធានាថា Voice of America VO អាចបន្តដំណើរការបាននិងបម្រើពិភពលោកបានយ៉ាងមានប្រសិទ្ធភាពមានវិធីសាស្ត្រជាច្រើនដែលអាចអនុវត្តបានខាងក្រោមនេះគឺជាការណែនាំមួយចំនួនមួយធានាឯករាជ្យភាពនិងគ្មានភាពលំអៀងគោលនយោបាយច្បាស់លាស់ VO គួរតែបន្តគោលនយោបាយរបស់ខ្លួនក្នុងការផ្សព្វផ្សាយព័ត៌មានដោយគ្មានភាពលំអៀងនិងយុត្តិធម៌ការគ្រប់គ្រងឯករាជ្យការគ្រប់គ្រងរបស់ VO គួរតែមានឯករាជ្យភាពពីឥទ្ធិពលនយោបាយដើម្បីធានាថាព័ត៌មានមិនត្រូវបានរំលោភបំពានពីពង្រីកការផ្សាយតាមបច្ចេកវិទ្យាទំនើបអ៊ីនធឺណិតនិងប្រព័ន្ធផ្សព្វផ្សាយសង្គម VO គួរតែបន្តពង្រីកការផ្សាយតាមអ៊ីនធឺណិតនិងប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីឈានដល់ទៅកាន់ទស្សនិកជនក្មេងនិងអ្នកប្រើប្រាស់បច្ចេកវិទ្យាកម្មវិធី Digital ការបង្កើតកម្មវិធី Digital ដូចជា Podcast, Videos និងកម្មវិធីផ្សេងអាចជួយឲ្យ VO ទាក់ទាញទស្សនិកជនជាច្រើនបានបិទពង្រីកការផ្សាយជាច្រើនភាសាការបន្ថែមភាសាថ្មី VO គួរតែពង្រីកការផ្សាយជាភាសាថ្មីជាពិសេសភាសាដែលមានការទាមទារខ្ពស់នៅក្នុងតំបន់ផ្សេងការផ្ដោតលើតំបន់ជាក់លាក់ការផ្ដោតលើតំបន់ដែលមានការរឹតបន្តឹងសេរីភាពសារព័ត៌មានដើម្បីផ្ដល់ព័ត៌មានដែលគ្មានភាពលំអៀង4ធានាថវិកានិងប្រសិទ្ធភាពហិរញ្ញវត្ថុការគ្រប់គ្រងថវិកាដោយមានប្រសិទ្ធភាព VO គួរតែធានាថាថវិការបស់ខ្លួនត្រូវបានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពនិងសម្រាប់គោលបំណងសំខាន់ការស្វែងរកប្រភពថវិកាបន្ថែមក្រៅពីថវិការបស់រដ្ឋាភិបាល VO អាចស្វែងរកប្រភពថវិកាបន្ថែមពីការឧបត្ថម្ភឬការសហការជាមួយអង្គការអន្តរជាតិ5ការបង្កើតភាពជាដៃគូជាមួយអង្គការអន្តរជាតិការសហការជាមួយអង្គការអន្តរជាតិ VO អាចបង្កើតភាពជាដៃគូជាមួយអង្គការអន្តរជាតិដើម្បីពង្រីកឥទ្ធិពលនិងប្រសិទ្ធភាពរបស់ខ្លួនការចែករំលែកធនធានការចែករំលែកធនធាននិងចំណេះដឹងជាមួយអង្គការផ្សព្វផ្សាយផ្សេងអាចជួយឲ្យ VO បន្តដំណើរការបានយ៉ាងមានប្រសិទ្ធភាពការបង្កើនការចូលរួមពីសាធារណជនការស្ដាប់ពីទស្សនិកជន VO គួរតែស្ដាប់ពីមិត្តរបស់ទស្សនិកជននិងធ្វើការកែលម្អកម្មវិធីរបស់ខ្លួនតាមតម្រូវការរបស់ពួកគេការបង្កើនការចូលរួមពីសាធារណជនការបង្កើនការចូលរួមពីសាធារណជនដូចជាការប្រគល់មិត្តឬការចូលរួមក្នុងកម្មវិធីអាចជួយឲ្យ VO ទាក់ទាញទស្សនិកជនបានច្រើន7ការប្រកួតប្រជែងជាមួយសេវាកម្មផ្សព្វផ្សាយឯកជនការបង្កើតភាពខុសគ្នា VO គួរតែបង្កើតភាពខុសគ្នាពីសេវាកម្មផ្សព្វផ្សាយឯកជនដោយផ្ដោតលើគុណភាពនិងភាពជាក់ស្ដែងនៃព័ត៌មានការប្រកួតប្រជែងតាមរយៈការច្នៃប្រឌិត VO គួរតែបន្តច្នៃប្រឌិតក្នុងការផ្សព្វផ្សាយព័ត៌មានដើម្បីទាក់ទាញទស្សនិកជនសរុបដើម្បីឲ្យ VO អាចបន្តដំណើរការបាននិងបម្រើពិភពលោកបានយ៉ាងមានប្រសិទ្ធភាពវាត្រូវតែធានាឯករាជ្យភាពពង្រីកការផ្សាយតាមបច្ចេកវិទ្យាទំនើបពង្រីកការផ្សាយជាច្រើនភាសាធានាថវិកានិងបង្កើតភាពជាដៃគូជាមួយអង្គការអន្តរជាតិការធ្វើដូច្នេះនឹងជួយឲ្យ VO បន្តជាសំឡេងសំខាន់មួយក្នុងការផ្សព្វផ្សាយព័ត៌មានដែលគ្មានភាពលំអៀងនិងលើកកម្ពស់តម្លៃប្រជាធិបតេយ្យឲ្យទៅកាន់ទស្សនិកជនជុំវិញពិភពលោក